តើអ្វីដែលកំពុងកើតឡើងនេះមានន័យថាខ្មែរកំពុងបំផ្លាញខ្លួនឯងដោយអត់ដឹងខ្លួនឬក៏យ៉ាងណាជាច្រើនដងដែលខ្ញុំអូស Facebook ហើយឃើញសំណង់អគារចាស់ចាស់វត្តអារាមចែកដីអីផ្សេងដែលសល់ពីសម័យមុនត្រូវគេវាយកុំតិចចោលហើយថ្មីនេះខ្ញុំអូស Facebook ក៏ឃើញស្ថានីយ៍បុរាណមួយត្រូវបានគេសាងសង់បូរីពីលើហើយធ្វើឲ្យខ្ញុំនៅអត់ស្ងប់ចិត្តទេខ្ញុំមានអារម្មណ៍ថាខ្ញុំចង់និយាយអំពីរឿងនេះមែនទែនខ្ញុំដឹងហើយខ្ញុំក៏ឃើញព័ត៌មានដែរថាអគារចាស់មួយចំនួនពិតជាទ្រុឌទ្រោមខ្លាំងអាចនឹងប៉ះពាល់ដល់សុវត្ថិភាពអីជាដើមហ្នឹងហើយពិតជាទាមទារឲ្យមានការវាយចោលតាមតែអាចធ្វើទៅបានមែនហើយខ្ញុំក៏ឃើញរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តមួយដូចនៅបាត់ដំបងព្យាយាមអភិរក្សសំណង់អគារចាស់បានល្អមែនទែនហើយជាមួយគ្នាប្រទេសយើងពិតជាត្រូវអភិវឌ្ឍទៅមុខយើងត្រូវរីកចម្រើនទៅមុខអញ្ចឹងសាងសង់អីដែលថ្មីគឺជារឿងចាំបាច់សម្រាប់ប្រទេសជាតិដូចគ្នាប៉ុន្តែយ៉ាងណាមិញការអភិរក្សពិតជាសំខាន់ដូចគ្នាសម្រាប់យើងក្នុងនាមជាខ្មែរពីព្រោះបើសិនបើយើងគិតថាអគារគ្រាន់តែជាឥដ្ឋសំណង់ផ្សេងទាំងអស់នឹងគ្រាន់តែជាសំណង់អគារនោះគឺជារឿងដែលគួរឲ្យសោកស្ដាយបំផុតពីព្រោះអគារចាស់សំណង់ផ្សេងដែលចូលបង្ហាញយើងទាំងអស់នោះសិតតែមានរឿងរ៉ាវសិតតែមានអ្វីគ្រប់បែបយ៉ាងជាពិសេសបង្ហាញអំពីអត្តសញ្ញាណការរស់នៅនិងភាពជាខ្មែរជាដើមហើយថ្មីនេះខ្ញុំអូ Facebook កាត់ឃើញស្ថានីយ៍បុរាណជើងឯកឬក៏យើងហៅថាភូមិមូលជើងឯកនឹងត្រូវបានសាងសង់បូរីនៅពីលើហើយនេះគឺជារឿងគួរឲ្យសោកស្ដាយមែនទែនប្រសិនបើវាជារឿងពិតខ្ញុំសង្ឃឹមថាក្រសួងវប្បធម៌ក៏ដូចជាស្ថាប័នដែលពាក់ព័ន្ធនានាអន្តរាគមន៍អំពីរឿងនេះហើយជួយស្រាយបំភ្លឺហើយដោះស្រាយបញ្ហានឹងដែរពីព្រោះនៅតំបន់មូលជើងឯកនឹងគឺជាតំបន់ប្រវត្តិសាស្ត្រដែលប្រាប់រឿងរ៉ាវយើងច្រើនមែនទែនពីព្រោះអីនៅភូមិមូលជើងឯកនឹងគឺជាតំបន់ដែលគេដុតកុលភាគដែលមានសល់ឡបុរាណអីជាដើមតាំងពីសតវត្សទី5ដល់សតវត្សទី13ហើយនៅជុំវិញនឹងគេរកឃើញទួលប្រាសាទដែលជាសំណង់ប្រាសាទបុរាណដែលសល់តាំងពីសម័យហ្វូណនដែលជាប្រាសាទឥដ្ឋហើយគេរកឃើញផ្ដែរទៅសពេជ្រហើយគេរកឃើញឡដែលដុតកុលភាគហើយគេរកឃើញអីច្រើនមែនទែននៅនឹងដែលជាទឹកតាំងប្រវត្តិសាស្ត្រសម្រាប់អាចសិក្សាស្រាវជ្រាវបាននិងបង្ហាញប្រាប់បានថាប្រវត្តិសាស្ត្រខ្មែរហើយខ្មែរខ្លួនឯងនឹងជានរណាអញ្ចឹងក្នុងនាមជាខ្មែរខ្ញុំពិតជាសោកស្ដាយមែនទែនខ្ញុំគិតថាអត្តសញ្ញាណរបស់យើងមិននៅតែលើប្រាសាទអង្គរវត្តមួយមុខទេប៉ុន្តែវានៅលើសំណង់អគារចាស់ស្ថិតនៅលើស្ថានីយ៍បុរាណផ្សេងដែលទាំងអស់នោះសុទ្ធតែប្រាប់រឿងរ៉ាវប្រាប់ហេតុផលបង្ហាញទៅកាន់គេថាតើយើងជានរណាដូច្នេះហើយបើសិនបើយើងអភិវឌ្ឍដល់អត់មានការអភិរក្សសូម្បីតែស្ថានីយ៍បុរាណក៏យើងធ្វើបូរីពីលើអញ្ចឹងយើងមិនគ្រាន់តែបាត់សំណង់អគារបាត់ស្ថានីយ៍បុរាណទេប៉ុន្តែយើងនឹងបាត់នៅអនុស្សាវរីយ៍យើងនឹងបាត់នៅរឿងរ៉ាវយើងនឹងបាត់នៅប្រវត្តិសាស្ត្រដែលយើងធ្លាប់មានជាពិសេសយើងនឹងបាត់ផុសតាំងប្រវត្តិសាស្ត្រជាច្រើនដែលយើងធ្លាប់មានប្រសិនបើយើងបំផ្លាញអាចទាំងអស់នឹងចោលសម័យប្រសិនបើ50ឆ្នាំទៅមុខទៀតកូនចៅយើងសួរថាតើប្រវត្តិសាស្ត្ររឿងរ៉ាវរបស់យើងមិនហេតុអីសិតតែសំណង់អគារថ្មីវិឡាប្រសិនបើយើងនិយាយវិឡាអីទាំងអស់អាថ្មីហ្នឹងនៅណាក៏មានប្រទេសណាក៏មានដែរប៉ុន្តែរបស់ចាស់សំណង់អគារស្ថានីយ៍បុរាណឬក៏អីជាច្រើនទាំងអស់ហ្នឹងយើងអាចយកមកវិញបានទេបើសិនបើបាត់បង់ហើយអញ្ចឹងខ្ញុំសង្ឃឹមថារឿងនេះនឹងត្រូវបានដោះស្រាយឆែកមើលឡើងវិញជាពិសេសប្រយ័ត្នមុននឹងយើងធ្វើអីមួយក្នុងនាមជាខ្មែរពេលអូសកាត់រឿងហ្នឹងហើយខ្ញុំមានអារម្មណ៍ថាឈឺចាប់ហើយខ្ញុំមានអារម្មណ៍ថាវាពិតអត់ពេលខ្លះខ្ញុំនៅតែសួរខ្លួនឯងថាពិតអត់ហេតុអីមានរឿងអញ្ចឹងកើតឡើងពីព្រោះទាំងអស់ហ្នឹងសំខាន់មែនទែនសម្រាប់អត្តសញ្ញាណរបស់យើងអញ្ចឹងខ្ញុំក៏អត់ដឹងរឿងនេះច្បាស់ដែរខ្ញុំសង្ឃឹមថាក្រសួងស្ថាប័នដែលពាក់ព័ន្ធបំភ្លឺជុំវិញបញ្ហានេះដែរចុះបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះអ្វីដែលកើតឡើងនេះអាច comment នៅខាងក្រោមបានហើយប្រសិនបើបងប្អូនគិតថារឿងនេះសំខាន់កុំភ្លេចចែករំលែកម្នាក់មួយផងដើម្បីឲ្យយើងខ្វាយខ្វល់អំពីអត្តសញ្ញាណជាតិយើងទាំងអស់គ្នាអញ្ចឹងម្ដងទៀតវីដេអូនេះអត់មានអីទេគឺនិយាយដោយក្តីស្រឡាញ់ក្នុងនាមជាខ្មែរដូចគ្នាស្រឡាញ់នៅវប្បធម៌ស្រឡាញ់នៅអត្តសញ្ញាណជាតិអីដែលដូនតាបានបន្សល់ទុកអញ្ចឹងខ្ញុំអត់មានអីទេអរគុណច្រើនបងប្អូនទាំងអស់គ្នាអរគុណដែលទស្សនាវីដេអូរបស់ខ្ញុំចន្ទរិទ្ធសូមអរគុណ